សម្លស្ងោរកាពិជាមួយផ្សិតមួយមុខនេះសាមញ្ញងាយស្រួលធ្វើប៉ុន្តែបើនិយាយពីរសជាតិវិញគឺឆ្ងាញ់ខ្លាំងមែនតើហ្មងជាពិសេសសម្រាប់បងប្អូនណាដែលអស់កម្លាំងឬក៏អត់សូវស្រួលខ្លួនអីអាចសាកមកមុខនេះបានធានាថាទឹកសាឡនេះគឺជាតិសាហាវហ្មងហើយរបៀបធ្វើគឺងាយស្រួលខ្លាំងមែនតើបងប្អូនអត់មានអីសាំញ៉ាំញ៉ៃច្រើនទេសម្រាប់គ្រឿងផ្សំផ្នែកសាច់គឺយើងមានជាបកានេះគឺខ្ញុំប្រើចំនួន3ខាំជាងយើងបកសបកអីលាងទឹកឲ្យស្អាតហើយឆូតកន្លែងផ្នែកខ្នងយកតែសាច់ខ្នងវាចេញមកហើយក្បាលបកាយើងអត់ចោលទេណាបងប្អូនយើងទុកស្ងោរដើម្បីយកជាតិរបស់វាយើងដាក់ដាំទឹកឲ្យពុះហើយដាក់ស្ងោរក្បាលបកាយកជាតិចោលសិនទៅយើងទៅរៀបចំធ្វើគ្រឿងផ្សេងទៀតដែលគ្រឿងហ្នឹងយើងមានដូចជាខ្ទឹមសខ្ទឹមក្រហមម្ទេសអីហ្នឹងខ្ទឹមសខ្ញុំប្រើ4កាពឹសខ្ទឹមក្រហមប្រើ1មើមរាងធំដែរយើងកាត់វាជាដុំតូចៗអញ្ចឹងទៅដើម្បីយើងងាយស្រួលបុកហើយម្ទេសវិញបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តសម្រាប់ខ្ញុំដាក់ម្ទេសអញ្ចឹងវាឆ្ងាញ់ណាបងប្អូនទឹកសាឡហ្នឹងវាមានរសជាតិរៀងហឹរប្រហែលអញ្ចឹងទៅហើយបន្តមកទៀតហ្នឹងគឺយើងមានជាបកាក្រៀមអានេះបងប្អូនត្រាំទឹកវាប្រហែលជាខ្ទង់ 4-5 នាទីលាងវាមកទឹក2ទឹកសិនមកចាំយកវាមកដាក់ចូលជាមួយគ្នាហើយគ្រឿងផ្សំដែលសំខាន់គឺជាកាពិបងប្អូនកាពិហ្នឹងគឺខ្ញុំប្រើកាពិកពតចំនួន1ស្លាបព្រាបាយប៉ុន្តែបើសិនជាបងប្អូនអត់មានកាពិកពតអាចប្រើកាពិកៅធម្មតាឬក៏កាពិអីផ្សេងក៏បានដែរគ្រាន់តែថាបើសិនជាវាប្រៃបងប្អូនកុំដាក់ច្រើនពេកហើយសម្រាប់បកាក្រៀមដែលយើងដាក់បុកជាមួយគ្នាហ្នឹងអត់បុកឲ្យម៉ត់ទេណាបងប្អូនគ្រាន់តែញុំវាតិចទៅបានទេសម្រាប់ក្បាលបកានេះយើងស្ងោរវាប្រហែលជាខ្ទង់ 5-6 នាទីអីហ្នឹងមើលទៅវាចេញជាតិមកល្មមយើងស្រង់វាចេញឲ្យអស់ហើយចាំយើងដួសគ្រឿងដែលយើងបានបុកមិញហ្នឹងដាក់ចូលជាមួយគ្នាមកសម្រាប់ទឹកស្លដោយសារតែយើងយករសជាតិកាពិរៀងដិតបន្តិចចឹងណាចឹងហើយគឺវារៀងខាប់ប៉ុន្តែគឺមានជាតិណាបងប្អូនហើយសម្រាប់គ្រឿងគឺខ្ញុំដាក់ម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេស្ករ2ស្លាបព្រាកាហ្វេហើយចុងក្រោយគេហ្នឹងគឺជាទឹកត្រីចំនួន1ស្លាបព្រាបាយសម្រាប់ស្លនេះគឺខ្ញុំអត់ដាក់អំបិលទេបងប្អូនដោយសារតែកាពិរបស់យើងហ្នឹងក៏វារៀងប្រៃដែរបន្ទាប់ពីដាក់គ្រឿងក្រូវចូលហើយគឺខ្ញុំដាក់បន្លែផ្សិតជាមួយនឹងបកាចូលហ្មងបងប្អូនហើយខ្ញុំបន្ថែមម្ទេសទៀតព្រោះអីខ្ញុំរៀងចូលចិត្តហឹរដែរបើសិនជាស្ទើរហឹរអញ្ចឹងទៅយើងអាចញែកថែមក្នុងចានអញ្ចឹងទៅបន្ទាប់ពីយើងដាក់បន្លែហើយនឹងបកាចូលហើយយើងគ្របទុកប្រហែលជាខ្ទង់1នាទី2នាទីឬក៏ទុកតែ1ពុះទេបងប្អូនដោយសារតែតឹងបកាតឹងផ្សិតអីហ្នឹងគឺវាឆាប់ឆ្អិនអញ្ចឹងហើយបើសិនជាយើងទុកយូរពេកវារលួយគឺអត់សូវឆ្ងាញ់ទេហើយបើថាសាច់បកាវិញឆ្អិនជ្រុលគឺទៅជារៀងខ្សោះហ្មងហើយស្លរបស់យើងដោយសារតែយើងដាក់កាពិអញ្ចឹងវាឡើងពពុះឡើងអីអញ្ចឹងណាអញ្ចឹងឲ្យបងប្អូនស្រង់វាចេញផងបន្ទាប់ពីហ្នឹងមកបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់ខ្ញុំហ្នឹងគឺវារៀងស្ទើរប្រៃបន្តិចអញ្ចឹងហើយខ្ញុំថែមទឹកត្រីតែ1ស្លាបព្រាបាយទៀតទៅគឺត្រូវរសជាតិហើយចុងក្រោយគេយើងគ្រាន់តែបង់ស្អំចូលទៅគឺរួចរាល់ហើយបងប្អូនប៉ុន្តែពេលដែលយើងបង់ស្អំចូលភ្លាមយើងបិទភ្លើងភ្លាមមកបងប្អូនក្លិនរបស់វានឹងឈ្ងុយខ្លាំងមែនទែនពេលដែលយើងបង់ស្អំចូលទៅវាចេញក្លិនពីស្អំនឹងមកទៀតហើយរសជាតិគឺខ្ញុំអត់យកប្រៃខ្លាំងទេបងប្អូនប្រៃមិនល្មមផ្អែមមិនល្មមអញ្ចឹងណាប៉ុន្តែបើថាកាពិគឺខ្ញុំយករៀងដិតបន្តិចហើយទឹកសាឡនេះរសជាតិរបស់វានឹងគឺរៀងហឹរប្រហែលដែរបងប្អូនដោយសារតែយើងបុកម្ទេសដាក់ចូលជាមួយដែរប៉ុន្តែវាអត់ហឹរខ្លាំងទេបងប្អូននិយាយទៅគឺមិនល្មមឆ្ងាញ់ហ្មងណាសម្រាប់ខ្ញុំមួយចានហ្នឹងគឺខ្ញុំញ៉ាំអស់តែម្នាក់ឯងណាបងប្អូនហើយទឹកសាឡវិញគឺជាតិសាហាវហ្មងនិយាយទៅមួយចានហ្នឹងខ្ញុំហត់ទឹកសាឡឡើងអស់លេងហ្មងអញ្ចឹងបងប្អូនណាដែលពិបាករកនឹកធ្វើម្ហូបធ្វើតែម្ហូបដដែលអីអាចសាកធ្វើមួយមុខនេះញ៉ាំបានងាយស្រួលធ្វើមែនតើបងប្អូននិយាយទៅធ្វើប្រហែលជាខ្ទង់10នាទី15នាទីអីហ្នឹងនិយាយទៅវាដំបូងយូរតែយើងរៀបចំបន្លែបកបកាបកអីហ្នឹងបងប្អូនប៉ុន្តែពេលដែលយើងធ្វើហើយគ្រាន់តែដាំទឹកពុះបង់ចូលភ្លាមគឺឆ្អិនបានញ៉ាំហ្មងហើយសាឡហ្នឹងបងប្អូនធ្វើមិនកុំឲ្យបការបស់យើងឆ្អិនជ្រុលឬក៏កុំឲ្យលួយបន្លែព្រោះអីបកាតែកាលណាវាឆ្អិនជ្រុលវាទៅជារាងខ្សោះអញ្ចឹងទៅហើយផ្សិតបើសិនជាលួយក៏អត់សូវឆ្ងាញ់ដែរសាឡមួយមុខនេះត្រូវមែនតើសម្រាប់បងប្អូនណាដែលអស់កម្លាំងឬក៏អត់សូវស្រួលខ្លួនអីញ៉ាំទៅគឺដឹងតែមានកម្លាំងមកវិញហ្មងហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាចខមមិនបានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ